សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំចង់បង្កើតវីដេអូមួយដើម្បីបង្រៀនភាសាចិនដែលប្រើភាសាខ្មែរយើងនេះក្នុងការបង្រៀនក្នុងគោលបំណងដែលខ្ញុំបង្កើតនៅវីដេអូនេះឡើងគឺគ្រាន់តែចង់ជួយបង្រៀនទៅដល់បងប្អូនមួយដែលគាត់មិនមានចំណង់ចំណូលចិត្តទៅរៀននៅសាលាឬក៏ដើម្បីជាជំនួយបន្ថែមហើយនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែបង្រៀននៅឃ្លាមួយចំនួនដែលជនជាតិចិនគាត់ប្រើប្រាស់ជាប្រចាំថ្ងៃចាឥឡូវនេះគឺយើងចូលទៅក្នុងមេរៀនតែម្ដងទៅមេរៀនថ្ងៃដំបូងរបស់យើងចំពោះវីដេអូដំបូងរបស់ខ្ញុំនេះគឺខ្ញុំចង់បង្រៀនឲ្យបងប្អូនទាំងអស់គ្នាគឺចេះប្រើនៅការនិយាយសួស្ដីនិងបង្ហាញប្រាប់ពីឈ្មោះចានៅពេលដែលយើងជួបជាមួយនឹងជនជាតិចិនយើងភាគច្រើនតែងតែនិយាយពាក្យថានីហៅហ្នឹងគឺមានន័យថាសួស្ដីដែលភាសាអង់គ្លេសយើងគឺមានន័យថា hello ហើយបន្ទាប់ពីយើងនិយាយថាសួស្ដីហើយភាគច្រើនពួកយើងនៅពេលដែលពួកយើង introduce ខ្លួនឯងទៅកាន់ជនជាតិចិននោះគឺយើងច្រើនតែប្រើពាក្យថាវ៉ាចៅគឺមានន័យថាខ្ញុំឈ្មោះដែលភាសាអង់គ្លេសគឺ my name is ចាអញ្ចឹងឃ្លាដែលខ្ញុំសរសេរនៅលើกระดาษមួយនេះគឺនីហៅវ៉ាចៅនីហៅវ៉ាចៅគឺមានន័យថាសួស្ដីខ្ញុំឈ្មោះយើងប្រាប់ឈ្មោះខ្លួនឯងមកដោយសារតែនៅក្នុងភាសាចិនគឺអត់មានប្រើប្រាស់ grammar អីញ៉ៃទេអញ្ចឹងទៅគឺយើងនិយាយដូចខ្មែរយើងអញ្ចឹងចានីហៅវ៉ាចៅចាឥឡូវចូលមកឃ្លាទី2របស់យើងឃ្លាទី2នេះគឺខ្ញុំគ្រាន់តែចង់បង្ហាញពីរបៀបសួរសុខទុក្ខទៅកាន់ជនជាតិចិនឬក៏សួរសុខទុក្ខទៅកាន់អ្នកដែលចេះភាសាចិនចាពាក្យដែលយើងឧស្សាហ៍ប្រើនៅក្នុងប្រយោគភាសាចិនសម្រាប់សួរសុខទុក្ខនេះគឺនីហៅម៉ាហ្នឹងគឺ3តួអក្សរដែលនៅបន្ទាប់ពីតួអក្សរ2ខាងមុខហ្នឹងប៉ុន្តែខ្ញុំបានបន្ថែមនៅពាក្យ2តួនៅខាងមុខពាក្យថានីហៅម៉ាហ្នឹងមានន័យថាជីនធានហ្នឹងគឺថ្ងៃហ្នឹងចាអញ្ចឹង clear សរុបទាំងអស់នេះខ្ញុំអានម្ដងទៀតជីនធាននីហៅម៉ាចាជីនធាននីហៅម៉ាហ្នឹងមានន័យថាថ្ងៃហ្នឹងសុខសប្បាយអត់សួរវិដខ្មែរយើងសួរថ្ងៃហ្នឹងសុខសប្បាយអត់អញ្ចឹងណាចាហ្នឹងគឺខ្ញុំចង់សរុប clear ដែលយើងបានរៀនមកវិញថ្ងៃនេះម្ដងទៀត clear ទី1នោះគឺនីហៅវ៉ាចៅហើយនឹង clear ទី2គឺ今天你好吗ចាដែលប្រយោគទាំងពីរនេះគឺខ្ញុំបានបង្ហាញនៅការបកប្រែរួចហើយចាប់ពីពេលហ្នឹងទៅវីដេអូរបស់ខ្ញុំនេះគឺសុទ្ធតែសរសេរដៃទាំងអស់ព្រោះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអាចស្គាល់នៅទម្រង់សរសេរដៃនៃភាសាចិនណាអញ្ចឹងបើសិនបើជនជាតិចិនសរសេរគឺយើងអាចមើលស្គាល់មើលយល់នៅតួអក្សរទាំងអស់ហ្នឹងបើសិនបើបងប្អូនទាំងអស់គ្នាចូលចិត្តនិងស្រឡាញ់នៅវីដេអូរបស់ខ្ញុំសូមជួយធ្វើការ like ហើយនិង subscribe ទៅលើ channel របស់ខ្ញុំផងហើយនេះគឺជាវីដេអូទី1របស់ខ្ញុំបើសិនបើខ្ញុំមានកំហុសឆ្គងត្រង់ណាឬក៏មានសំណួរត្រង់ណាអាច comment នៅក្រោម channel របស់ខ្ញុំបានខ្ញុំនឹងធ្វើការឆ្លើយតបភ្លាមចាអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេហើយជួបគ្នានៅវីដេអូក្រោយទៀតអរគុណបាយបាយ